បាទសូមគោរពពុកម៉ែបងប្អូនបាទសូមថ្ងៃនេះសូមបង្ហាញអំពីរបៀបការផលិតទឹកខ្មេះធ្វើអំពីផ្លែចេកបាទហើយអញ្ចឹងកុំឲ្យខាត់ពេលយូរខ្ញុំសូមធ្វើការបង្ហាញជូនដូចតទៅអញ្ចឹងចេកនេះគឺខ្ញុំបានបកសបករួចហើយគឺតែថ្លឹងវាថ្លឹងក្រោយពីបកសបកថ្លឹងបានចំនួនប្រហែលជា1គីឡូហើយយើងហាន់វាជាដុំ2ដុំ3ដុំអញ្ចឹងទៅបាទហើយវត្ថុធាតុដើមទី1ចម្បងហ្នឹងគឺធ្វើអំពីចេកតមកគឺទឹកនេះចំនួន2លីត្រទឹកចំនួន2លីត្រហើយនឹងមេទឹកហើយនឹងទឹកខ្មេះនេះគឺខ្ញុំក៏បានផលិតដែរអញ្ចឹងយើងផលិតបានហើយយកវាមកធ្វើជាមេកាច់ទឹកខ្មេះបាទហើយអញ្ចឹងរបៀបផ្សំគឺយើងប្រើទឹកខ្មេះនេះយើងសុំទោសខ្ញុំប្រើទឹកនេះចាក់ចូលចំនួន2លីត្រចឹងសូមបញ្ជាក់មួយសារទៀតគឺចេកដែលបកហើយនឹងមានចំនួនប្រមាណជា1គីឡូទឹក2លីត្រហើយមេទឹកខ្មេះនេះចំនួន60 cc 60 ml 60 cc ឬ60 ml mà cười ngọt tí 60 ml នេះអូខេ60 ml ចឹងយើងចាក់ចូលតមកយើងកូរវាអញ្ចឹងក្រោយពីយើងកូរសពហើយគឺយើងរក្សាទឹកនៅក្នុងកន្លែងម្លប់មិនត្រូវកំណៅថ្ងៃផ្ទាល់ទេរក្សាទង30ថ្ងៃអាចប្រើបានហើយយើងមើលមិនដឹងថាយើងវាកើតជាកជាទឹកខ្មេះគឺនៅពេលដែលវាឡើងចាស់ថាហៅឡើងចាហួយរឹងនៅលើផ្ទៃហ្នឹងផ្ទៃទឹកយើងហ្នឹងហើយជាប់ជាមួយនឹងចេកហ្នឹងឡើងចាហួយវាកជាចាហួយហើយហ្នឹងគឺមានន័យថាវាកើតជាទឹកខ្មេះហើយអញ្ចឹងយើងអាចយកមកប្រើបានហើយអញ្ចឹងរយៈពេលនៃការផ្អាប់ទុកហ្នឹងវាប្រហែលជា20ទៅ30ថ្ងៃអាស្រ័យទៅលើយើងប្រើបើយើងអត់ប្រើលេទឹកខ្មេះវាអាចនឹងយូរដល់30ថ្ងៃបើយើងអាចប្រើវាអាចមុនតាមនឹងអញ្ចឹងទៅអញ្ចឹងគឺយើងកូរហើយអញ្ចឹងរួចរាល់ហើយអញ្ចឹងយើងគ្របវារក្សាទុកទៅរងចាំថ្ងៃចម្រោះទៅជាការស្រេចអរគុណជំរាបលាបាយបាយ